អតីតប្រធានាធិបតីហ្វីលីពីនលោករ៉ូទ្រីហ្គោឌូតឺតេដែលធ្លាប់ជាមេដឹកនាំមាត់ឆៅមួយរូបរបស់ហ្វីលីពីននោះពេលនេះកំពុងជាប់ឃុំឃាំងបណ្ដោះអាសន្ន in custody ហ្នឹងកំពុងជាប់ឃុំឃាំងបណ្ដោះអាសន្នបន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាឲ្យតាមចាប់ខ្លួនលោកពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិជុំវិញសង្គ្រាមថ្នាំញៀនបាទសង្គ្រាមគ្រឿងញៀនដ៏ព្រៃផ្សៃដែលពាក់ព័ន្ធនឹងសម័យកាលដែលលោកកាន់អំណាចពី EFK Academy ថ្ងៃនេះជួបគ្នាព័ត៌មានក្នុងតំបន់មួយគឺព័ត៌មាននៅហ្វីលីពីន Breaking news បាទរូបភាពនេះគឺជារូបភាពលោកឌូតឺតេបាទអត្ថបទកសែត The Straits Times Ex-Philippine President Duterte arrested over deadly truck war after ICC issues warrant បាទចឹង ICC មានន័យថា International Criminal Court International Criminal Court តុលាការព្រហ្មទណ្ឌអន្តរជាតិអតីតប្រធានាធិបតីហ្វីលីពីនលោករ៉ូទ្រីហ្គោឌូតឺតេត្រូវបានចាប់ខ្លួនហើយជុំវិញរឿងសង្គ្រាមគ្រឿងញៀនដ៏ប្រឡាយនៅហ្វីលីពីនក្រោយពីតុលាការព្រហ្មទណ្ឌអន្តរជាតិបានចេញដីកាឲ្យតាមចាប់ខ្លួនបាទ X ហ្នឹងគឺ ex president គឺអតីតប្រធានាធិបតីយើងអាចនិយាយថា one time president arrested នៅក្នុងចំណងជើងកាសែតមានន័យជា passive បាទល្បះកម្មមានន័យថាអតីតប្រធានាធិបតីហ្វីលីពីនឌូតឺតេត្រូវបានចាប់ខ្លួនជុំវិញរឿងសង្គ្រាមគ្រឿងញៀនដ៏ប្រឡាយកាលពីលោកនៅកាន់អំណាចបាទបន្ទាប់ពីតុលាការ ICC បានចេញដីកាឲ្យតាមចាប់ខ្លួនដូច្នេះសូមអញ្ជើញមិត្តអ្នកតាមដានព័ត៌មានហ្នឹងអាននិងបកប្រែជាមួយគ្នាបាទ Manila Former President Rodrigo Duterte once the Philippines firebrand leader is in custody after the International Criminal Court ICC issued an arrest warrant for crimes against humanity over the brutal drug war that defined his time in power បាទកាសែតអន្តរជាតិជុំវិញពិភពលោកចុះផ្សាយរឿងនេះបាទ former ហ្នឹងអតីតអតីតពាក្យ firebrand leader មានន័យថាជាមេដឹកនាំរបៀបកាចមេដឹកនាំកាចជាមេដឹកនាំនិយាយមកបែបប្រឆាំងញុះគាត់កាចសរុបទៅបានន័យថាជាប្រភេទមេដឹកនាំប្រើសម្ដីអាក្រក់បាទ firebrand ហ្នឹងដូចកតុយភ្លើងកតុយអស់អញ្ចឹងតែមេដឹកនាំកតុយអស់បាទ arrest warrant ដីកាចាប់ខ្លួនបាទ define ក្នុងទីនេះពាក់ព័ន្ធនឹងបាទ define ឲ្យនិយមន័យកំណត់និយមន័យក្នុងទីនេះពាក់ព័ន្ធនឹងសម័យកាលដែលលោកកាន់អំណាចពីទីក្រុងម៉ានីលអតីតប្រធានាធិបតីហ្វីលីពីនលោករ៉ូទ្រីហ្គោឌូតឺតេដែលធ្លាប់ជាមេដឹកនាំមាត់ឆៅមួយរូបរបស់ហ្វីលីពីននោះពេលនេះកំពុងជាប់ឃុំឃាំងបណ្ដោះអាសន្ន in custody ហ្នឹងកំពុងជាប់ឃុំឃាំងបណ្ដោះអាសន្នបន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាឲ្យតាមចាប់ខ្លួនលោកពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិជុំវិញសង្គ្រាមថ្នាំញៀនបាទសង្គ្រាមគ្រឿងញៀនដ៏ព្រៃផ្សៃដែលពាក់ព័ន្ធនឹងសម័យកាលដែលលោកកាន់អំណាច The tribunal had sought assistance from global police organization Interpol to enforce the arrest warrant tribunal សាលាក្តីបាទសាលាក្តីព្រហ្មទណ្ឌអន្តរជាតិហ្នឹងហៅថា tribunal បាទ enforce ហ្នឹងអនុវត្ត
សាលាក្តីដែលជាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះបានស្វះស្វែងរកជំនួយពីអង្គការប៉ូលីសអន្តរជាតិហៅថា Interpol បាទអង្គាប៉ូលបារាំងអង្គការប៉ូលីសអន្តរជាតិដើម្បីជួយអនុវត្តនៅដីកាតាមចាប់បុរសខ្លាំងរូបនេះ It was served as soon as Mr. Duterte 79 landed in Manila on the morning of March 11, a day after a campaign event in Hong Kong with his political party's senatorial candidates. ដីកាកណាសើនឹងមានន័យថាគេបង្ហាញជូនគាត់ណាហើយ as soon as ហ្នឹងគឺគ្រាដែលនៅពេលដែលបាទពាក្យថា political senatorial candidates បេក្ខជនសមាជិកព្រឹទ្ធសភាបាទ senatorial មកពី senator បាទ senate ដីកាចាប់ខ្លួនត្រូវបានគេបង្ហាញលោក Duterte ឬក៏ដីកាចាប់ខ្លួនត្រូវបានអនុវត្តគ្រាដែលលោក Duterte ដែលមានវ័យ79ឆ្នាំរូបនេះបានចុះពីយន្តហោះនៅទីក្រុងម៉ានីលនៅវេលាព្រឹកថ្ងៃ11ខែមីនានេះគឺមួយថ្ងៃក្រោយពីលោកអញ្ជើញទៅធ្វើយុទ្ធនាការមានន័យថាក្រោយពីមានព្រឹត្តិការណ៍ដែលលោកទៅធ្វើយុទ្ធនាការមួយនៅទីក្រុងហុងកុងជាមួយនឹងបេក្ខជនសមាជិកព្រឹទ្ធសភានៃគណៈបកនយោបាយរបស់លោក The Philippine National Police PNP cooperated as President Ferdinand Marcos Jr. has signaled his administration's willingness to comply with the ICC directive បាទ directive ហ្នឹងគឺបទបញ្ជា signal ហ្នឹងគឺផ្ដល់សញ្ញាសញ្ញោបាទសញ្ញោឲ្យភ្លើងខៀវអញ្ចឹងទៅបាទនគរបាលជាតិហ្វីលីពីនបាទអគ្គស្នងការនគរបាលជាតិណាបាទនគរបាលជាតិនៃប្រទេសហ្វីលីពីនបានសហការអញ្ចឹងគឺព្រមសហការជាមួយនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិខណៈដែលលោកប្រធានាធិបតីហ្វីលីពីនសប្តាហ៍ថ្ងៃលោក Ferdinand Marcos Jr. ហ្នឹងបានផ្ដល់ជាសញ្ញាបង្ហាញពីបំណង willingness ហ្នឹងគឺការពេញចិត្តឬបំណងបង្ហាញអំពីបំណងនៃរដ្ឋបាលរបស់លោកគឺមានបំណងអនុវត្ត comply with អនុវត្តទៅតាមបញ្ជារបស់ ICC Mr. Duterte was detained for about 9 hours at the military run Villamor Air Base before he was escorted onto a chartered jet that was to take him to the ICC headquarters in The Hague, New Zealand, to face charges. The plane took off past 11 p.m. His trial date is yet to be announced. លោកអតីតប្រធានាធិបតីហ្វីលីពីន Duterte ត្រូវបានឃុំខ្លួនរយៈពេលប្រមាណជា9ម៉ោងប្រហែលជា9ម៉ោងឃុំខ្លួននៅបន្ទាយបាទ Airbase ហ្នឹងមូលដ្ឋានទ័ពអាកាសVillamor ហ្នឹងជាមូលដ្ឋានទ័ពអាកាសដែលគ្រប់គ្រងដោយយោធាមុនលោកត្រូវបានឆ្កោកហ្នឹងអមដំណើរចាប់ក្រៀកបាទមុនពេលដែលលោកត្រូវឆ្កោកឡើងយន្តហោះឈ្នួលមួយបាទ chartered jet ហ្នឹងយន្តហោះឈ្នួលបាទយន្តហោះឈ្នួលមួយដែលត្រូវដឹកលោកឲ្យទៅស្គាល់ទីស្នាក់ការកណ្ដាលបាទការិយាល័យធំឬទីស្នាក់ការកណ្ដាលនៃតុលាការព្រហ្មទណ្ឌអន្តរជាតិនៅទីក្រុងឡាអេប្រទេសហូឡង់ហើយយកគាត់ទៅហ្នឹងដើម្បីឲ្យប្រឈមនឹងបទចោទប្រកាន់នានាយន្តហោះនោះបាន
ចេញដំណើរក្រោយម៉ោង 11 យប់ការបរិច្ឆេទនៃការជំនុំជម្រះទោសលោកអតីតប្រធានាធិបតីហ្វីលីពីនគេនៅមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេមិនទៀងមែនទេអ្វីមិនទៀង In a 15-page warrant dated March 7, a copy of which was obtained by the Straits Times, the ICC's three-judge panel said there were reasonable grounds to believe that the killings of drug suspects that Mr. Duterte ordered between 2011 and 2019 were both widespread and systematic. បាទ panel ហ្នឹងគឺក្រុមបាទក្រុមចៅក្រមឬក៏អាចប្រែថាគណៈកម្មការកន្លែង panel ប៉ុន្តែបើយើងដាក់ panel បើយើងទៅ say e វិញបាទ panel ហ្នឹងគឺព្រំមិនតាន់បាទក្នុងទីនេះគឺសំដៅទៅលើក្រុមបាទក្រុមចៅក្រមដែលមាន3ក្រុមបាទក្រុមជំនុំជម្រះដែលមានចៅក្រម3រូបបាទ three judge ហ្នឹងគឺជា compound adjective បាទអញ្ចឹងយើងចាប់ផ្ដើមបកប្រែដីកាឬថានៅក្នុងដីកាដែលមានកម្រាស់15ទំព័រដែលចុះថ្ងៃ15ខែមីនាដែលច្បាប់ចម្លងនៃដីកានេះក៏កាសែត The Straits Times ទទួលបានផងដែរនោះសរសេរថាក្រុមជំនុំជម្រះដែលមានអង្គចៅក្រម3រូបនៃតុលាការ ICC បានប្រកាសថាមានមូលបត្រសមហេតុផលក្រៅនឹងមូលបត្រឬមូលហេតុមានមូលបត្រសមហេតុផលដែលអាចជឿបានថាការកាប់សម្លាប់ជនសង្ស័យគ្រឿងញៀនដែលលោកឌូតឺតេជាអ្នកបញ្ជាចន្លោះឆ្នាំ2011ដល់ឆ្នាំ2019នោះគឺកើតមានទូទៅនិងជាប្រព័ន្ធស្អីគេកើតមានទូទៅជាប្រព័ន្ធគឺ killing អញ្ចឹងហ៎បាទអញ្ចឹង both ហ្នឹងគឺគូរបស់វាឯងគេហៅថា correlative conjunction That period covered Mr. Duterte's bloody crackdown both as mayor of the southern Philippine city of Davao from 2011 to 2016 and his nationwide war on drugs during the first half of his 6-year presidential term from 2016 to 2019. He ran the drug war until the end of his presidency in 2022. រយៈពេលនោះហើយណា period បាទរយៈពេលនោះហើយមានពាក្យ cover ហ្នឹងគ្របដណ្ដប់រយៈពេលនោះហើយមានការបង្ក្រាបដល់បង្ហូរឈាមតាមបញ្ជារបស់លោកឌូតឺតេក្នុងឋានៈលោកជាចៅហ្វាយក្រុងបាទមានន័យថាទាំងក្នុងពេលដែលលោកធ្វើជាចៅហ្វាយក្រុងដាវ៉ាវជាទីក្រុងនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនផងគឺពីឆ្នាំ2011ដល់ឆ្នាំ2016ហើយសង្គ្រាមប្រឆាំងគ្រឿងញៀនដែលជាសង្គ្រាមធ្វើឡើងទូទាំងប្រទេសហ្វីលីពីនរបស់លោកក្នុងអំឡុង3ឆ្នាំដំបូងបាទក្នុងរយៈពេល3ឆ្នាំដំបូងនៃអាណត្តិប្រធានាធិបតីដែលមានរយៈពេល6ឆ្នាំរបស់លោកចាប់ពីឆ្នាំ2016ដល់ឆ្នាំ2019លោកជាអ្នកគ្រប់គ្រងណាជាអ្នកគ្រប់គ្រងដឹកនាំសង្គ្រាមគ្រឿងញៀននេះរហូតដល់មានការបញ្ចប់តំណែងប្រធានាធិបតីរបស់លោកក្នុងឆ្នាំ2022បាទ presidency តំណែងប្រធានាធិបតី The chamber finds reasonable grounds to believe that Mr. Duterte is individually responsible for the crime against humanity of murder the ICC judges wrote បាទ chamber កន្លែងនេះគឺស្មើនឹងពាក្យ panel ដែលអង្គជំនុំជម្រះបើតាមអស់លោកចៅក្រមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានសរសេរទៀតថា
អង្គជំនុំជម្រះនេះរកឃើញនៅមូលបត្រដ៏សមហេតុផលនាំឲ្យជឿបានថាលោកឌូតឺតេនេះហើយជាលក្ខណៈបុគ្គលលោកត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិគឺការកាប់សម្លាប់មនុស្ស Police say over 6,000 drug suspects were killed in Mr. Duterte's drug war. But rights groups claim that death toll could be twice as high, including unreported extrajudicial killings allegedly carried out by police and vigilantes. យើងចេះពាក្យច្រើនបាទនេះគឺជាព័ត៌មានសំខាន់បាទ death toll នឹងចំនួនមនុស្សស្លាប់ចំនួនស្លាប់ extrajudicial killings ការសម្លាប់ក្រៅច្បាប់ការសម្លាប់ក្រៅច្បាប់បាទហើយ vigilantes នេះគឺកងការពារប្រជាការពារអីហ្នឹងគឺ vigilantes ប៉ូលីសបានឲ្យដឹងថាជនសង្ស័យគ្រឿងញៀនអញ្ចឹងបាទជនសង្ស័យគ្រឿងញៀនជាង 6,000 នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមគ្រឿងញៀនរបស់លោកឌូតឺតេក៏ប៉ុន្តែអង្គការសិទ្ធិមនុស្សនានាអះអាងថាចំនួនអ្នកស្លាប់អាចខ្ពស់ជាងនេះ2 ដងខ្ពស់ជាងនេះ2 ដងបងប្អូនគិតទៅ 6,000 គុណនឹង2វាអាចជាង 10,000 ណោះបាទអង្គការសិទ្ធិមនុស្សថាអាចខ្ពស់ជាងនេះ2 ដងក្នុងនោះគេរាប់បញ្ចូលទាំងការសម្លាប់ក្រៅច្បាប់ដែលពុំមានសេចក្តីរាយការណ៍ផងតាមចោទបាទ allegedly តាមចោទថាប្រព្រឹត្តដោយប៉ូលីសនិងពួកឆ្មាំការពារ Presidential Office Malacanang confirmed to reporters thatការិយាល័យបាទមែនទេការិយាល័យប្រធានាធិបតីម៉ាឡាខាណាំងបានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មានថាស្ថាប័នប៉ូលីសអន្តរជាតិនៅទីក្រុងម៉ានីលបានទទួលដីកាចម្លងនៃតុលាការព្រហ្មទណ្ឌអន្តរជាតិតែ 2-3 ម៉ោងប៉ុណ្ណោះមុនការអញ្ជើញដល់ទីក្រុងម៉ានីលរបស់ឌូតឺតេគេអនុវត្តច្បាប់បាទការិយាល័យប្រធានាធិបតីសប្តាហ៍ថ្ងៃនេះបាទការិយាល័យប្រធានាធិបតីហ្វីលីពីនបាទអាចឈ្មោះការិយាល័យបាទកាឡាខាណាំងគេ confirm បញ្ជាក់បាទ This is a stark reversal from Mr. Marcos earlier dismissal of the ICC jurisdiction when he accused that the tribunal had no business intervening in the country's internal affairs. Stark reversal ជាការប្រែក្រឡាស់ទាំងស្រុង Stark ហ្នឹងគឺទាំងស្រុង Jurisdiction យុត្តាធិការហ្នឹងមានន័យថាដែនសមត្ថកិច្ច Accuse ផ្ដល់ហេតុផលផ្ដល់ទលហីករណ៍ Internal Affairs កិច្ចការផ្ទៃក្នុងកាសែតគេចុះថាហេតុការណ៍ដែលកើតឡើងថ្ងៃ11នេះហេតុការណ៍នេះគឺវាបញ្ច្រាស់ទាំងស្រុងពីកន្លងមកធ្លាប់មានការច្រានចោលរបស់លោកប្រធានាធិបតីម៉ាកូសគាត់មិនព្រមទទួលយកនៅយុត្តាធិការរបស់ ICC ទេដែលពេលនោះលោកធ្លាប់ផ្ដល់ហេតុផលថាសាលាក្តី ICC នេះមិនមានការងារឯណាមកជ្រៀតជ្រែកធ្វើអន្តរាគមន៍កិច្ចការផ្ទៃក្នុងរបស់ប្រទេសហ្វីលីពីនឡើយមានន័យថាហ្វីលីពីននឹងលែងជាសមាជិកនៅ ICC ប៉ុន្តែពេលនេះគាត់សហការមួយ ICC បាទធ្វើកប្រធានាធិបតីមុនអញ្ចឹងយើងនឹងតាមដានទៅវីដេអូក្រោយទៀតបាទ